ស្អីក៏ដោយបើយើងតាំងចិត្តតែធ្វើគឺបានសម្រេចហើយបងប្អូនតែណាស់តាមមិនតាំងចិត្តតើហើយនិយាយពីរឿងស្លកកូរវិញនេះដូចជាចូលពីទឹកទេបងប្អូនសិតតែកម្រងធ្វើតែចេះបានធ្វើទេតែថ្ងៃនេះគឺចង់និយាយថាធ្វើបានសម្រេចណាដោយសារយើងព្យាយាមនិយាយពីព្រលឹមដែរបរាដងអី8 9តាន់ចេញពីបន្ទប់ផងដេកផុសធ្វើមិនដឹងថ្ងៃនេះឆាប់ពីព្រលឹមអញ្ចឹងទៅយើងបេះបន្លែប្រឡូកទៅវាតាន់ពេលវេលាអញ្ចឹងណាបងប្អូនតែនៅត្រេតត្រកហ្នឹងអត់បានហូបស្លកកូរទៀតអីហើយបើនិយាយរឿងប្រវត្តិស្លកកូរនេះចូលដូចជា2 ខែមុនហ្នឹងបងប្អូននិយាយប្រវត្តិបន្តិចនៅមុនហ្នឹងគឺស្លដូចគ្នាចឹងឯងស្លជាមួយជើងជ្រូកហើយក៏ដាក់ឡើងមួយឆ្នាំងបឹបស្លឆ្អិនហើយអីហើយក៏នាំគ្នានាំគូសាចុះទៅភូមិទៅទិញអីវ៉ាន់ហ្នឹង5ប្អូនជួយមើលម្ហូបផងបងទៅទិញអីវ៉ាន់ហើយទៅម្ហូបបានម្នាក់ម្ចាស់ហ្នឹងបងប្អូនស្លនៅឡើងពេញបឹបមួយឆ្នាំងស្រាប់តែមកវិញនៅសល់តែត្រប់ពុតនៅឆ្នាំងអាលីងបោសស្អាតហ្មងមិនថាទឹកសឡមិនថាបន្លែផ្សេងទេនិយាយរួមទៅគឺនៅសល់តែត្រប់ហ្មងបងប្អូនបងគីគាត់វត្តដាច់ឡើងមួយឆ្នាំងបឹបទៅគាត់និយាយពីថាធ្វើមុខស្លូតដល់យើងអាណិតទៀតសឹងថាដេញគប់បណ្ណានៃដែរបងប្អូនហើយណាមួយបបរពួកគីហ្នឹង4-10 ក្បាលហ្នឹងមួយឆ្នាំងគឺបបរ6 កំប៉ុងក្នុងមួយថ្ងៃបងប្អូនមានលីបន្លែផងលីអីផងឲ្យនៅតែលួចទៀតជីចិញ្ចឹមសัตว์មួយស្អប់តារឿងលួចនេះមិនថាឆ្មាមិនថាឆ្កែទេបងប្អូននេះស្អប់ហ្មងសឹងថាតន់នេះវាយតងាប់ហ្មងតែឥឡូវចិត្តប៉ុនខ្លះហើយដោយសារយើងវាចាស់ទុំអញ្ចឹងណាមិនដូចមុនចិត្តឆៅវិញបាច់ទេត្រូវកាប់ហើយអត់និយាយលេងទេបងប្អូនមិនស្លូទេចង់និយាយចឹងណានិយាយចុះនិយាយឡើងនឹងរំលឆ្អិនទៀតហើយវល់និយាយរឿងប្រវត្តិស្លកកូនហ្នឹងឥឡូវឆ្អិនបាត់ហើយប្រើពេលបងប្អូនអើយធ្វើតាំងម៉ោងដូចជា8ជាង7 9ទៅរំ2-10បានឆ្អិនវាធ្វើត្អែងបេះផ្លែប្រឡូកត្អែងចាឥឡូវវីដេអូនេះខ្ញុំក៏ដល់ទីបញ្ចប់ដែរអរគុណច្រើនបងប្អូនទាំងគ្នាដែលជួយ like comment វីដេអូ